រឿងអ្នកស្រែនិងកញ្ជ្រោងរៀងរាល់ពេលយប់ស្ងាត់កញ្ជ្រោងមួយនេះតែងតែលបចូលទៅចាប់មាន់ទាអ្នកស្រុកធ្វើជាអាហារយប់នេះក៏ដូចជាយប់មុនកញ្ជ្រោងកំហូចលួចចាប់មាន់ស៊ីទាល់តែឆ្អែតលុះដល់ត្រឡប់មកកន្លែងរបស់វាវិញជ្រុលពេលយប់ជ្រៅទៅហើយកញ្ជ្រោងក៏ចូលទៅដេកក្នុងពំនូកចំបើងមួយនៅក្បែរមាត់ស្ទឹងយប់នោះស្រាប់តែមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងរហូតដល់ភ្លឺតែម្ដងកញ្ជ្រោងហត់នឿយខ្លាំងពេកដេកលក់ស្កប់ស្កល់មិនដឹងអ្វីទាល់តែសោះភ្លៀងធំជន់ជោរលិចគ្រប់ទីកន្លែងបែរជាកញ្ជ្រោងដេកលក់យ៉ាងស្រួលទៅវិញព្រឹកឡើងកញ្ជ្រោងងើបពីដេកវាភ្ញាក់ព្រឺតដោយឃើញទឹកជន់លិចវាលិចព្រៃលិចទាំងពំនូកចំបើងដែលវាកំពុងដេកនេះអស់រលីងកញ្ជ្រោងក្រាបលើពំនូកចំបើងដែលលិចស្ទើរអស់ទៅហើយលេឡាម្នាក់ឯងដោយក្តីភិតភ័យយ៉ាងខ្លាំងទឹកជំនន់ឡើងកាន់តែខ្លាំងកញ្ជ្រោងរឹតតែភ័យតក់ស្លុតវាស្លន់ស្លោស្រែកយំដង្ហោយហៅរកគេឲ្យជួយថាជួយផងលោកអើយជួយខ្ញុំផងទឹកជំនន់លិចលងខ្ញុំស្លាប់ឥឡូវហើយកញ្ជ្រោងខំស្រែកដដែលក្រែងមានគេលឺមកជួយវាឲ្យរួចជីវិតក្នុងពេលនេះពេលនោះមានអ្នកស្រែម្នាក់កំពុងអំទុកកាត់ទីនេះដើម្បីមើលផលដំណាំរបស់គាត់ដែលត្រូវទឹកជំនន់លិចខូចខាតអស់អ្នកស្រែឮសូរសំឡេងល្វើយស្រែកហៅឲ្យជួយគាត់ក៏ប្រញាប់ចែវទុកទៅរកសំឡេងនោះអ្នកស្រែខំរូតរះចែវទុកឲ្យលឿនស្មានថាមានមនុស្សស្រែកហៅឲ្យជួយលុះទៅដល់ជិតបែរជាឃើញកញ្ជ្រោងមួយទៅវិញអ្នកស្រែត្រេកអរណាស់លាន់មាត់ថាអូអាកញ្ជ្រោងកំហូចទេតាអញរកមុខឯងយូរហើយអាចោលួចមន់លួចទាឯងត្រូវតែស្លាប់ដោយសារដៃអញក្នុងពេលនេះមិនខានអ្នកស្រែប្រញាប់ចែវទុកចូលគៀកពំនូកចំបើងតាន់ឱកាសល្អហុចឲ្យព្រោះពេលនេះកញ្ជ្រោងជាប់លើពំនូកចំបើងកណ្ដាលទឹកលិចជុំវិញទោះចង់រត់គេចទៅណាក៏គេចមិនរួចដែរមកដល់ក្បែរពំនូកចំបើងភ្លាមអ្នកស្រែស្រែកទាំងខឹងទៅរកកញ្ជ្រោងថាអាកំហូចហ៊ានស្រែករកជំនួយផងអញរកមុខឯងយូរហើយពូកែខាងលួចមន់លួចទាអញស៊ីអស់គ្មានសល់ម្ដងនេះអញមិនអោយឯងរួចខ្លួនដាច់ខាតស្រែករួចអ្នកស្រែចែវទុកទៅគៀកពំនូកចំបើងលើកច្រវាយាអស់ទំហឹងបំរុងវាយក្បាលកញ្ជ្រោងឲ្យស្លាប់មួយកន្លែងតែម្ដងប៉ុន្តែកញ្ជ្រោងកំហូចគេចផុតអ្នកស្រែលើកច្រវាសំពងម្ដងទៀតតែកញ្ជ្រោងគេចផុតរហូតបើអ្នកស្រែសំពងទៅខាងស្ដាំវាគេចទៅខាងឆ្វេងបើអ្នកស្រែសំពងទៅខាងឆ្វេងវាគេចទៅខាងស្ដាំអ្នកស្រែខឹងណាស់ញ័រខ្លួនទៅត្រើកហើយគាត់ស្រែកដាក់កញ្ជ្រោងថាយឺអាកំហូចអញចាប់ឯងឲ្យបានទាំងរស់ចាំមើលឯងពូកែទៀតទេនិយាយហើយអ្នកស្រែទាញក្រមាចងរឹតចង្កេះយ៉ាងតឹងរួចហក់ឡើងទៅលើពំនូកចំបើងអ្នកស្រែដេញចាប់កញ្ជ្រោងវិលពេញពំនូកចំបើងកញ្ជ្រោងមានប្រាជ្ញាវាហក់ផ្លេតឡើងទៅលើទុករបស់អ្នកស្រែទុកឲ្យអ្នកស្រែនៅឆ្លេឆ្លាម្នាក់ឯងលើពំនូកចំបើងវិញម្ដងកញ្ជ្រោងអង្គុយក្នុងទុកយ៉ាងរំភើយទាញច្រវាចែវទុកចេញទៅដោយរីករាយអ្នកស្រែហួសចិត្តមិននឹកស្មានថាពេលនេះតម្រេះជិះកឯងទៅវិញសោះចាប់កញ្ជ្រោងមិនបានបែរជាមុខជា